ปอปอนมวยจำนวนไต่แต่เมนกำเนิดกึศธาเป็นแต่ตัวการจมูกเนี่ยนะมันเนี้ยหรือก็ตัดตัวการกึศไงกึศแค่ปีบกกลนามเนี้ยปอปอนไต่แต่เมนกำเนิดมวยออนจัดให้กึศแต่ลือเรื่องมวยทาตัวการนั่งดับใบเกตัวการเอาเกให้ตัวการมีบานภาพใหญ่สำหรับรถไอ้แต่การบานภาพใหญ่ใจตะเกการกึศแบบนี้คือนอมไอ้บองปอนการตักซอยสมรรถเพียบการตักซอยการอภิวัตครูนบองปอนกึศแบบนี้เปิดจิตเข้าหายบองปอนการធ្វើការរត់ថ្ងៃនេះមិនមែនធ្វើការដើម្បីគេទេបងប្អូនគឺបងប្អូនធ្វើការដើម្បីខ្លួនឯងបងប្អូនធ្វើការដើម្បីបានលុយយកទៅដោះស្រាយសេដ្ឋកិច្ចគ្រួសារខ្លួនឯងយកទៅដោះស្រាយធនាគារឬក៏យកទៅផ្គត់ផ្គង់ជីវភាពគ្រួសារខ្លួនឯងគឺធ្វើដើម្បីខ្លួនឯងធ្វើសម្រាប់ខ្លួនឯងមិនមែនធ្វើការដើម្បីអ្នកណាទេបងប្អូនហើយការគិតបែបនេះគឺនាំឲ្យបងប្អូនអសមត្ថភាពធ្វើនាំឲ្យបងប្អូនគ្មានការអភិវឌ្ឍខ្លួនទេបងប្អូនយើងធ្វើការដើម្បីខ្លួនឯងធ្វើការដើម្បីបត់ពិសោធន៍សម្រាប់ជីវិតខ្លួនឯងធ្វើការដើម្បីចំណេះដឹងខ្លួនឯងបើយើងគ្មានជំនាញគ្មានចំណេះយើងមិនទៅធ្វើការឲ្យគេអញ្ចឹងអាការធ្វើការឲ្យគេនេះគឺជាការទៅរៀនជំនាញពីគេតើការទៅយកចំណេះពីគេការទៅរៀនឲ្យស្គាល់ពីបត់ពិសោធន៍ពីគេដើម្បីបានចំណេះដូចគេបន្ទាប់មកបងប្អូនមានវាសនាអាចខ្លាយដូចជាគេដែរបាទអាចជាចេញបើកអាជីវកម្មរ៉ូស៊ីណាចេញធ្វើកម្រោងអីមួយខ្លួនឯងចេញធ្វើអាជីវកម្មខ្លួនឯងព្រោះដោយសារយើងមានជំនាញដោយសារយើងទៅរៀនពីគេហើយរៀនដោយបានលុយបងប្អូនណាគឺការធ្វើការឲ្យគេនឹងឯងបងប្អូនគឺទៅមិនទ្រាំតែទៅរៀនជំនាញពីគេទៅយកបទពិសោធន៍ពីគេហើយថែមទាំងទៅយកលុយគេទៀតអញ្ចឹងយើងទៅធ្វើដើម្បីខ្លួនឯងមិនមែនទៅធ្វើការដើម្បីគេទេព្រោះយើងបានជំនាញគឺបានមកខ្លួនឯងណាបានចំណេះដឹងបានបទពិសោធន៍បានមកសម្រាប់ខ្លួនឯងធ្វើឲ្យខ្លួនឯងមានគំនិតនៃការរស់ស៊ីអញ្ចឹងហើយឈប់មានអារម្មណ៍បែបនឹងទៀតទៅកាលណាតែបងប្អូនមានអារម្មណ៍បែបហ្នឹងវានឹងនាំឲ្យបងប្អូនលែងចង់ធ្វើអីទាំងអស់គឺចង់ធ្វើគិតតែថ្ងៃគិតតែខែធ្វើដើម្បីគ្រប់តែថ្ងៃធ្វើដើម្បីគ្រប់តែខែបានលុយដោះស្រាយជីវភាពគ្រួសារប៉ុន្តែបងប្អូនគ្មានសមត្ថភាពគ្មានការរីកចម្រើនទៅមុខទេបើសិនជាបងប្អូននៅតែមានការគិតបែបនេះបងប្អូននឹងមិនចង់ធ្វើអ្វីដែលលើសពីនឹងទេបងប្អូនចង់ធ្វើតែមកគ្រប់តែថ្ងៃគ្រប់តែម៉ោងគ្រប់តែពេលនឹងបានហើយតែបើសិនជាបងប្អូនមានកំណត់គិតថាធ្វើដើម្បីខ្លួនឯងបងប្អូនអ្វីក៏ចង់ធ្វើដែរព្រោះចង់បានបទពិសោធន៍ចង់ចេះចង់ដឹងចង់ស្វែងយល់ចង់ធ្វើដូចគេចង់ចេះដូចគេចង់រកស៊ីដូចគេដែរអញ្ចឹងហើយអាការគិតតែធ្វើការដើម្បីខ្លួនឯងនេះតែជាក់ស្ដែងបងប្អូនតែយល់ថាគឺយើងធ្វើការរាល់ថ្ងៃគឺដើម្បីខ្លួនឯងមែនមិនថាអ្នកណាទេមិនថាគេមិនថាយើងទេធ្វើការដើម្បីដោះស្រាយជីវភាពខ្លួនឯងធ្វើការដើម្បីចំណេះដឹងខ្លួនឯងធ្វើការដើម្បីអ្វីដែលយើងមិនចេះយើងចង់ចេះគឺជាបទពិសោធន៍ជីវិតគឺជាការរៀនសូត្រខ្លួនយើងអញ្ចឹងហើយបងប្អូនឈប់មានកំណត់បែបហ្នឹងទៅគំនិតបែបនេះនឹងនាំឲ្យបងប្អូនគ្មានការអភិវឌ្ឍខ្លួនទេបើមិនជាបងប្អូននៅតែគិតបែបនេះបងប្អូនមិនអាចអភិវឌ្ឍខ្លួនទៅមុខបានទេតែបើបងប្អូនគិតថាធ្វើការដើម្បីខ្លួនឯងវានឹងនាំបងប្អូនមានកម្លាំងចិត្តអញនឹងខំប្រឹងព្រោះអញធ្វើការនេះអញដើម្បីអញចង់ចេះអាជំនាញនេះឲ្យច្បាស់ហើយអញបានលុយទៀតអាណាមិនសប្បាយចិត្តមែនទេអញ្ចឹងអញចង់ត្រូវតែខំប្រឹងអញទៅរៀនជំនាញអីក៏អញធ្វើដែរតែណាអញចេះអស់ហើយអញហើយតែអញចេះអស់ហើយគឺអញចាញ់រកស៊ីដែរហើយអញមានអាជីវកម្មទៅខ្លួនព្រោះអញទៅរួចហើយសមត្ថភាពធ្វើបានហើយអញមានសមត្ថភាពហើយអញ្ចឹងណាបងប្អូនគឺការងារទៀមមនុស្សដែលមានសមត្ថភាពបទពិសោធន៍ការងារបទពិសោធន៍ការរកស៊ីទៀមមនុស្សដែលមានសមត្ថភាពធ្វើវាបាទយើងអាចធ្វើបានបើយើងគ្មានចំណេះគ្មានជំនាញគ្មានបទពិសោធន៍គ្មានសមត្ថភាពបងប្អូនមិនអាចធ្វើបានទេអញ្ចឹងហើយគ្មានអីទេបងប្អូនមានតែការគិតមួយទេដែលនាំបងប្អូនជោគជ័យដែលនាំឲ្យបងប្អូនទទួលបានលទ្ធផលហើយនឹងការអភិវឌ្ឍខ្លួន